កនេះដឹងតែមិនរួចខ្លួនទេធ្លាក់ដំណឹងជំនួយការគ្រប់គ្រងដែលតាមខ្លំមើលធ្វើបាបតារាប្រុសចិនយូមីឡុងដែលមានឈ្មោះឌូឈៀងកំពុងលួចរត់គេចខ្លួនព្យាយាមបន្លំទៅក្រៅប្រទេសក្រោយរបូតរូបភាពគ្រប់គ្នាចាប់បានលោកជាជនសង្ស័យនៅក្នុងចំណោម17នាក់ដែលជាប់ពាក់ព័ន្ធផ្សំគំនិតគ្នាសម្រាប់តារាពិតជាមិនធម្មតានោះទេគ្រាន់តែមើលទឹកមុខក៏ដឹងថាសាហាវខូខើដល់ថ្នាក់ណាដែរមនុស្សនេះមិនគួរឲ្យទុកចិត្តឡើយថ្មីនេះបានបែកធ្លីនៅដំណឹងដ៏មិនគួរឲ្យជឿមួយដោយលោកឌូឈៀងឬហៅមួយទៀតថាឌីយីបានកំពុងតែលួចលាក់ខ្លួននៅតំបន់មួយដែលមានឈ្មោះថាទៀនជីនប៊ិនហៃញូសអេរីនៅខាងក្រុមហ៊ុនមួយដែលមានឈ្មោះថាឈៀនលៀនហ្វៀមនិងធីវីហើយឥឡូវនេះកំពុងរៀបចំខ្លួនរត់គេចទៅក្រៅប្រទេសមនុស្សជាច្រើននៅលើបណ្ដាញសង្គមអ៊ីនធឺណិតកំពុងភ្ជាប់ចំណុចសំខាន់ភរិយារបស់ហ្វាំងលីគឺចាងវៃគឺជានាយកប្រតិបត្តិនៃឈៀនលៀនហ្វៀមនិងធីវីហើយអ្វីហាក់ដូចជាត្រូវគ្នាព្រោះពួកគេបំរុងរត់គេចខ្លួនរហូតអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមអ៊ីនធឺណិតជំរុញឲ្យអ្នករាល់គ្នាផ្សព្វផ្សាយរាយការណ៍ឲ្យបានឆាប់លឿនជាទីបំផុតខណៈកាលពីកន្លងទៅពួកគេគិតក្នុងចិត្តមានសង្ឃឹមថាអាចបញ្ចប់ទៅដោយរលូនពាក់ព័ន្ធទៅនឹងរឿងការស្លាប់របស់តារាប្រុសយូមីឡុងពួកគេបាននិយាយថាកាលពីដំបូងពេលមានរឿងថ្មីពួកគេមិនមានគម្រោងរត់គេចពីមុនមកនោះទេប៉ុន្តែមូលហេតុដោយសារតែស្ថានភាពកាន់តែអាក្រក់ទៅទាំងក្នុងនិងក្រៅប្រទេសទីបំផុតពួកគេក៏បានរៀបចំផែនការត្រៀមរត់គេចខ្លួននេះបើតាមរយៈប្រជាជនចិនបានធ្វើការប្រតិកម្មនិងរិះគន់មិនឲ្យរត់គេចខ្លួនបានដោយងាយរហូតអ្នកគ្រប់គ្រងក៏ដូចជា fan របស់តារាប្រុសយូមីឡុងគ្រាន់តែធ្លាក់ដំណឹងមួយនេះចេញមកហើយក៏បាននាំគ្នាយកទៅបង្ហោះផ្សព្វផ្សាយបន្តពីមួយទៅមួយដោយនិយាយថាកុំឲ្យពួកវានាំគ្នាចាក់ចេញពីប្រទេសបានឲ្យសោះត្រូវតែចាប់មនុស្សអាក្រក់មកដាក់ទោសឲ្យទាល់តែបានទៅពិភពលោកមើលមកកាន់ប្រទេសយើងល្អនឹងមិនអាចពុករលួយបានឡើយអ្នកណាសាងអីអ្នកនឹងត្រូវតែជាអ្នកទទួលថ្ងៃមួយខ្ញុំបានឃើញ idol ឡុងបានបង្ហោះ caption និយាយថាខ្ញុំមានសម្ពាធប៉ុន្តែខ្ញុំមិនហ៊ានយំទេព្រោះខ្ញុំមានអារម្មណ៍ថាគ្មានអ្នកគ្រប់គ្រងខ្ញុំហត់ណាស់ប៉ុន្តែខ្ញុំមិនអាចនិយាយបានទេព្រោះខ្ញុំគិតថាគ្មាននរណាម្នាក់ដែលអាចឲ្យខ្ញុំពឹងផ្អែកលើបានខ្ញុំមានអារម្មណ៍ខូចចិត្តប៉ុន្តែខ្ញុំមិនអាចស្រែកបានទេព្រោះខ្ញុំដឹងថាគ្មាននរណាអាចអោបខ្ញុំបានទេអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលខ្ញុំមានអារម្មណ៍ហើយបានឆ្លងកាត់នៅរឿងរ៉ាវដ៏កខ្វក់ខ្មៅងងឹតទាំងអស់នេះហើយឥឡូវនេះខ្ញុំសូមនឹងការរស់រានមានជីវិតដោយខ្លួនឯងហើយអរគុណអ្នកគ្រប់គ្រងទាំងអស់គ្នាដែលរយៈពេលកន្លងមកតែងតែស្រឡាញ់និងចូលចិត្តមកកាន់រូបខ្ញុំខ្លះទៀតក៏បាននិយាយថាយើងដឹងថាវាពិបាកក្នុងការស្វែងរកយុត្តិធម៌ជូនតារាប្រុសយូមីឡុងប៉ុន្តែអាចដល់ឡុងតស៊ូ12ឆ្នាំហើយមិនដែលចុះចាញ់ឡើយបើយើងបោះបង់តើនរណានឹងតស៊ូដើម្បីគាត់ការខំប្រឹងប្រែងរបស់យើងមិនអត់ប្រយោជន៍ទេមនុស្សកាន់តែច្រើនកំពុងយកចិត្តទុកដាក់ចំពោះគាត់បើទោះបីជាតារាប្រុសរូបនេះស្លាប់បាត់បង់ជីវិតទៅហើយក៏ដោយជំនួយដ៏ល្អបំផុតគឺត្រូវបន្តគ្រប់គ្រងករណីរបស់គាត់សូមកុំឲ្យគាត់ស្លាប់ទៅជាមួយនឹងភាពអយុត្តិធម៌ជាលើកទី2អីចូលរួមគ្នាតស៊ូដើម្បីយុត្តិធម៌ដើម្បី idol របស់យើង